បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃហ្នឹងតម្លៃទ្វារនៅឃ្លាំងទៀតហើយទ្វារនេះយើងធ្វើចំនួន2បើកហើយទ្វារតាមវងទេតែយើងធ្វើ2បើកហើយមានហ្វិចសងខាងហើយមានឡើងកាំងលើបាទហើយឥឡូវយើងចាប់ដើមពុតដើមដែរដោយសារតែថ្ងៃហ្នឹងមេសួយក៏សម្រាប់កាត់ឈឺដៃថ្ងៃមុនកាត់ម៉ូទ័រទៅវាគៀបផ្លែទៅវាបោកទៅវាចូលដៃបាទអាយអស់700ថ្នេឥឡូវយើងចាប់ដើមពុតហើយតម្លៃពុតយ៉ាងឆ្អៀតតិចបាទឃ្លាំងយើងដាក់ទ្វារដាក់បានមិនអីទេបងប្អូនម្នាក់ឯងក៏ធ្វើបានដែរព្រោះការងារហ្នឹងយើងធ្វើជាប្រចាំអីហើយពុតហ្នឹងក៏យើងធ្លាប់ពុតដែរអញ្ចឹងអត់បញ្ហាអត់មានអីធ្វើបាក់ទេហើយក្បាច់ក៏វាមិនសូវពិបាកហ្មងហ្នឹងបងមកយើងអាចស្រួលបាទហើយដៃនៀបយើងពុតនេះកម្រាស់5លីតែវាស្រួលពុតដែរប៉ះចំដៃនេះបាទដៃវារស់ដៃវារស់ដៃវាងាប់ដៃរស់បាក់ពុតដៃងាប់យើងពុតស្រួលនេះបងប្អូននេះដៃតិចពុតទៅវាបាច់ញើសចូលខ្លួនបាទចេញចិត្តពលបានល្អដោយសារតែឥឡូវអត់សូវស្រួលខ្លួនដែរដោយសារមេវាក្តៅផងជាក់ផងការពុតហ្នឹងវាយូរដែរហ្នឹងបងប្អូនដោយសារតែយើងពុត2ច្រកហើយបន្ទាប់មកបានយើងយកវាទៅតម្លើងបើសិនជា2នាក់លឿន2នាក់យើងអាចម្នាក់ពុតម្នាក់កាត់អញ្ចឹងទៅហើយម្នាក់ផ្សាយអញ្ចឹងទៅហើយឥឡូវទ្វារយើងចាប់ដើមដាក់ការចូលហើយដោយសារតែយើងពុតថ្ងៃហ្នឹងអត់ខ្លុំទេដោយសារតែមេវាហប់វាក្តៅអញ្ចឹងយើងខ្លុំទៅវាថប់ទៅហើមអញ្ចឹងពាក់តែវ៉ាន់តាពាក់តែមួកទៅស្រួលដកថ្មនេះពីបើអញ្ចឹងអាចប្រហែលជាស្អែកអីចង់ហើយបងប្អូនតែយើងនៅបាញ់ថ្នាំនៅឆាបសម្អាតនៅបៀកថ្នាំយើងនៅខាត់សម្អាតហើយយើងនៅបាញ់ថ្នាំតំណប់សិនដោយសារតែនេះបើយើងអត់បាញ់ថ្នាំតំណប់ទេអាចឡើងច្រេះលឿនអញ្ចឹងបងប្អូនអញ្ចឹងយើងត្រូវការតំណប់បាញ់តំណប់មកសពហើយបានយើងដាក់ហើយបានយើងបាញ់ថ្នាំហើយបានយើងសម្រាប់តែម្ដងថ្នាំសម្រាប់វាគឺថ្នាំពណ៌សបាទហើយទ្វារនេះតម្លៃយកទៅដាក់នៅនេះប្រេងចាញ់អញ្ចឹងវាឆ្ងាយដែរបងប្អូនប្រេងចាញ់ទៅទីផ្សារប្រេងចាញ់ទៅតិចស្ពានលេខ13ដាក់នៅក្នុងបរិយាហ្នឹងហើយជិះតាទីទៀតដល់ផ្ទះបណ្ដោយបាទជិះទៅហួសប្រហែលជា20ទីចុះតែ10ទីដល់ស្ពានវិជ្ជមៈចុះស្ពានវិជ្ជមៈបត់ឆ្វេងទៅផ្ទះខ្ញុំអញ្ចឹងផ្លូវយ៉ាងឆ្ងាយដែរតែទ្វារនេះតើយើងដឹកលំកឬមួយក៏ដឹកឡានអីបានយើងយកទៅកើតបងប្អូនហើយបញ្ហាវាអត់មានលំកដឹកដោយសារម៉ូតូយើងស៊ីសាំងពេកអញ្ចឹងប្រហែលជាអាចជួលគេឬមួយក៏យកឡានយកមកដឹកអីចឹងហ្នឹងបងប្អូនឡានមេគាត់មានឡានអញ្ចឹងប្រហែលជាយកឡានមេយកមកដឹកហើយទ្វារយើងចាប់ផ្ដើមចិត្តរួចរាល់ហ្នឹងបងយើងទៅឡើងយូរដែរហើយនេះខ្ញុំវីដេអូខ្ញុំកាត់ខ្លះដោយសារថតចូលកន្លះម៉ោងតែនេះខ្ញុំកាត់យកតែកន្លែងសំខាន់ទៅតើបងប្អូនមើលហើយចាំមើលរួចរាល់អស់ចាំខ្ញុំថតឲ្យបងប្អូនមើលភាសាទៀតចាំហើយអស់ខ្ញុំថតឲ្យបងប្អូនភាសាទៀតដើម្បីចង់ដឹងថាទ្វារនេះចុងក្រោយមានអីទេបងប្អូនដែលចង់បានទ្វារម៉ូតក្បាច់ផ្កាអីអាចទៅខ្ញុំបានហើយចង់បានជាងយកធ្វើសម្រាប់ផ្ទះអីក៏អាចទៅខ្ញុំបានដែរទ្វារព្រួយតុកទូអីធ្វើមកសេបាទឲ្យទៅពាក់ព័ន្ធមួយគ្រឿងដៃចឹងហ្នឹងបងហើយឥឡូវសំឡេងចង់ទៅដល់ដែរបាទសកមែនតើបាទចាអរគុណបងប្អូនទាំងគ្នាជួបគ្នាវីដេអូក្រោយបាយ